ឆ្លេឆ្លានឹងឆៅឡោពេញប្រទេសក្រោយពេលដែលមានសេចក្តីសម្រេចបោះឆ្នោតឲ្យប្រទេសខ្មែរអង្គុយកៅអីគណៈកម្មាធិការអង្គការ UNESCO រហូតសារព័ត៌មានធំរបស់ថៃចេញផ្សាយគ្រប់លេខភ័យខ្លាចឈុតសម្លៀកបំពាក់ចម្លងពីស្បែកខ្មែរនិងក្បាច់គុនប្រដាល់ដែលថៃចម្លងពីគុនខ្មែរមិនបានចុះបញ្ជីមរតកបេតិកភណ្ឌពិភពលោកព្រោះគ្មានឯកសារនិងភស្តុតាងបញ្ជាក់ច្បាស់លាស់សារព័ត៌មានថៃបានរាយការណ៍ថាកម្ពុជាត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO សម្រាប់អាណត្តិ5ឆ្នាំចាប់ពីឆ្នាំ2026ដល់ឆ្នាំ2030ដោយមានតួនាទីក្នុងការការពារវប្បធម៌អរូបីក្នុងកម្រិតសកលលោករដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានបញ្ជាក់ថានឹងជំទាស់ចំពោះសំណើវប្បធម៌ណាមួយប្រសិនបើប្រភពដើមមិនច្បាស់លាស់ដូចជាមួយថៃនិងឈុតថៃដែលមានលក្ខណៈមួយចំនួនស្រដៀងនឹងវប្បធម៌របស់កម្ពុជាសារព័ត៌មាន MGR Online បានរាយការណ៍ឲ្យដឹងផងដែរថានៅក្នុងសម័យប្រជុំលើកទី11នៃក្រុមការងារស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃសហប្រជាជាតិឬ UNESCO ដែលបានប្រព្រឹត្តទៅចន្លោះថ្ងៃទី17ដល់18មិថុនាឆ្នាំ2026នៅទីក្រុងប៉ារីសប្រទេសបារាំងបានសម្រេចជ្រើសរើសប្រទេសកម្ពុជាជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីឈុតថ្មីការបោះឆ្នោតលើកនេះទទួលបានការគាំទ្រពីតំណាងប្រទេសជាសមាជិកចំនួន185ប្រទេសដែលធ្វើឲ្យកម្ពុជាទទួលបានសិទ្ធិកាន់តំណែងជាសមាជិកគណៈកម្មាធិការសម្រាប់រយៈពេល5ឆ្នាំចាប់ពីឆ្នាំ2026ដល់ឆ្នាំ2030ដោយមានតួនាទីសំខាន់ក្នុងការពិចារណាតាមដាននិងកំណត់ទិសដៅលើការការពារបេតិកភណ្ឌវប្បធម៌អរូបីក្នុងកម្រិតអន្តរជាតិផងដែរអ្វីដែលថៃកំពុងតែបុកពោះនិងឡំប៉ានោះក៏ព្រោះតែគេបានផ្សាយដោយលើកឡើងពីការដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជាលោកជំទាវបណ្ឌិតសភាចាភឿងសកុណាដែលបានចូលរួមក្នុងកិច្ចប្រជុំខាងលើបានបង្ហើបឲ្យដឹងបន្ទាប់ពីទទួលបានការជ្រើសរើសកម្ពុជានិងបំពេញតួនាទីក្នុងនាមជាគណៈកម្មាធិការយ៉ាងពេញសមត្ថភាពព្រមទាំងប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់និងការពារបេតិកភណ្ឌវប្បធម៌របស់ជាតិដោយពួកគេបានឲ្យដឹងបន្តទៀតថារដ្ឋមន្ត្រីវប្បធម៌កម្ពុជាក៏បានបញ្ជាក់ផងដែរថាប្រទេសខ្មែរនឹងជំទាស់ទៅនឹងសំណើផ្នែកវប្បធម៌ដែលមិនទាន់អាចបញ្ជាក់ពីប្រវត្តិដើមបានច្បាស់លាស់ឬមានមន្ទិលសង្ស័យថាអាចមានការចម្លងឬទទួលឥទ្ធិពលពីវប្បធម៌របស់ជាតិដទៃរហូតទាល់តែមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ដោយលោកជំទាវបានលើកឡើងជាឧទាហរណ៍នៅបញ្ហាដែលនឹងអាចត្រូវលើកយកមកសង្កេតមើលនាពេលអនាគតរួមមានឈុតថៃនិងមួយថៃដែលកម្ពុជាមើលឃើញថាមានលក្ខណៈស្រដៀងនឹងបេតិកភណ្ឌវប្បធម៌របស់ខ្លួនជាពិសេសគឺគុនខ្មែរដែលជាក្បាច់គុនបុរាណប្រចាំជាតិដែលប្រើប្រាស់កណ្ដាប់ដៃកែងជង្គង់និងជើងជាអាវុធចម្បងសម្រាប់ប្រទេសថៃបច្ចុប្បន្នមានបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO រួចហើយរួមមានល្ខោនខោលការម៉ាសាថៃរបាំណូរ៉ាជាវប្បធម៌ភាគខាងត្បូងប្រពៃណីសង្ក្រាន្តជាប្រពៃណីរួមសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍និងស៊ុបតុងយ៉ាកុងចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ប្រហែលថ្ងៃនេះបន្ទាប់ពីប្រទេសកម្ពុជាយើងត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការអង្គការ UNESCO ហ្នឹងគឺបណ្ដាញសារព័ត៌មានថៃជាច្រើនបានលើកយកប្រធានបទនេះមកចុះផ្សាយហើយនាងខ្ញុំសង្កេតឃើញថាពួកគេតែងតែលើកយកបញ្ហាក្តីបារម្ភចា៎គឺក្តីបារម្ភសំខាន់បំផុតគឺមានរឿងពីររឿងទី1ហ្នឹងគឺបារម្ភខ្លាចថាឈុតថៃគេប្រើពាក្យថាឈុតថៃតែយើងទាំងអស់គ្នាដឹងហើយថាគឺជាឈុតស្បៃខ្មែរដែលថៃគេយកទៅចម្លងហើយប្រើឈ្មោះថ្មីចានិងមួយទៀតហ្នឹងគឺមួយថៃតែយើងទាំងអស់គ្នាក៏ដឹងដែរថាគឺជាក្បាច់គុនបុរាណខ្មែរចាដែលថៃលួចចម្លងទៅដែរហ្នឹងគេបារម្ភខ្លាចថាអត់បានចុះបញ្ជីបេតិកភណ្ឌពិភពលោកដោយសារតែខ្មែរយើងគឺមានឈ្មោះជាសមាជិកគណៈកម្មការអញ្ចឹងមានន័យថាយើងមានសិទ្ធិនៅក្នុងការសម្រេចឬក៏កាត់សេចក្តីផ្សេងៗទៅលើការលើកឬក៏ការស្នើរបស់សមាជិកដូចជាខាងប្រទេសថៃនឹងផងដែរយ៉ាងណាមិញពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់យើងឃើញហើយថាប្រទេសសៀមប្រទេសចៅឈ្លានពានបើសិនជាគាត់មានភាពជឿជាក់ថាឈុតបុរាណដែលគាត់ចម្លងពីខ្មែរយើងឈុតស្បែកដែលគាត់ចម្លងពីខ្មែរយើងគឺពិតជារបស់គាត់មែនឬក៏ក្បាច់គុនគេហៅថាបណ្ដាលដែលគេហៅឈ្មោះថាមួយថៃហ្នឹងពិតជាមិនបានចម្លងពីគុនខ្មែរមែនម្លេះសំប្រហែលជាមិនភ័យស្លន់ស្លោឬក៏ឡាំងប៉ារហូតដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌គេហ្នឹងមានចេញសេចក្តីប្រកាសអីផ្សេងហ្នឹងទេអញ្ចឹងហើយពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់បើសិនជាយើងទាំងអស់គ្នាស្រឡាញ់ជាតិហើយចង់ការពារនៅមរតកវប្បធម៌នាងខ្ញុំសូមសំណូមពរឲ្យពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់បន្តនៅស្មារតីពហិការរបស់យើងទាំងអស់គ្នាជាបន្តទៀតចាការពហិការរបស់យើងមិនអត់ប្រយោជន៍ទេពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ថ្មីបើថាលទ្ធផលយើងមើលឃើញ
វានៅទូវានៅតិចប៉ុន្តែយើងសួរថាចែកយើងទៅតែចាប់ផ្ដើមពាក់ឯកាទេចុះបើយើងពាក់ឯកា5ឆ្នាំ10ឆ្នាំទៅមុខទៀតតើយើងនឹងបានលទ្ធផលល្អប្រសើរបែបណាទៅត្រឹមតែរយៈពេលខ្លីយើងទាំងអស់គ្នាក៏បានមើលឃើញដែរថាតើសេដ្ឋកិច្ចរបស់ប្រទេសចៅទៅជាយ៉ាងណាតើអ្នកជំនួញឬក៏សេដ្ឋីឬក៏គេហៅថាអ្នកធុរកិច្ចរបស់ថៃនឹងគេឆ្លេឆ្លាគេនាំគ្នាដល់ថ្នាក់នាយករដ្ឋមន្ត្រីរបស់ថៃនឹងអនុទាននឹងហៅទៅជជែកទៅវិភាសាគ្នាដើម្បីដោះស្រាយក៏ព្រោះតែសេដ្ឋកិច្ចរបស់គេវាមានបញ្ហាវាដាំក្បាលអញ្ចឹងហើយបើសិនជាយើងទាំងអស់គ្នានៅបន្តស្មារតីរបស់យើងគឺស្មារតីពហិការហើយបន្តនៅសាមគ្គីភាពជាតិស្រឡាញ់គ្នាពួតដៃគ្នារួមគ្នាចានេះខ្ញុំជឿថាយើងប្រកាសជាយកជ័យជំនះបាននៅក្នុងសមរភូមិនៃការពហិការនេះពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់សូមបន្តស្មារតីរួបរวมគ្នាកុំមានគេហៅថាការឆ្លោះប្រកែកគ្នាការតាមចាប់កំហុសគ្នាថ្មីត្បិតថាយើងចាមនុស្សយើងទាំងអស់គ្នាកើតមកមិនមានអ្នកណាមួយដែលល្អមិនមានអ្នកណាមួយដែល perfect ទេគ្រប់គ្នាសុទ្ធតែអាចសាងនៅកំហុសប៉ុន្តែសូមឲ្យយើងទាំងអស់គ្នាមើលដែរថាតើកំហុសនោះជាកំហុសដោយចេតនាឬជាកំហុសដោយអចេតនាហើយសូមបោះបង់ចោលនៅវប្បធម៌ដែលហៅថាហៃអាលនិងវប្បធម៌ដែលហៅថាជន់ពន្លិចសូមកុំឲ្យនៅពេលដែលអ្នកណាម្នាក់មានបញ្ហាយើងអត់ដឹងសាច់រឿងយើងទៅជន់ថែមយើងទៅពន្លិចគ្នានេះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនប្រជាជនយើងធ្វើដោយកាលពីយើងកំពុងតែមានបញ្ហាសង្គ្រាមជាមួយនឹងប្រទេសចៅសៀមនៅពេលនោះនាងខ្ញុំឃើញថាយើងមានសម្លេងតែមួយគឺសម្លេងជាខ្មែរសម្លេងនៃការស្រឡាញ់សម្លេងនៃការចង់ឲ្យជាតិយើងឈ្នះសត្រូវអញ្ចឹងហើយសូមឲ្យស្មារតីរួបរวมជាតិស្មារតីស្រឡាញ់ជាតិនៅបន្តនៅក្នុងបេះដូងកូនខ្មែរយើងគ្រប់គ្នាចាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ប្រសិនបើយើងមានសាមគ្គីភាពជាតិយើងប្រកាសជាឈ្នះអស់មានសត្រូវពីនាងខ្ញុំនីកាសូមអរគុណ